សួស្តីសម្រាប់វីដេអូមួយនេះខ្ញុំនឹងមកបង្ហាញក៏ដូចជាចែកម្លែកបងប្អូនបន្ថែមទៀតទាក់ទងជាមួយនឹងការចាក់ដំឡើង view ទៅលើ TikTok បងប្អូនដែលបងប្អូនឥឡូវនេះបងប្អូនខ្លះគាត់ comment មកខ្ញុំថាគាត់អាចចូលកម្មវិធីបានគាត់មិនអាចចាក់ដំឡើង view បានហើយគាត់ចង់ដឹងថាធ្វើបែបណាដើម្បីអាចចាក់បានណាហើយចំពោះខ្ញុំគឺការចាក់នៅតែយើងអាចចាក់បានធម្មតាមិនថាការចាក់ដំឡើងចំនួនបេះដូងចំនួន view ចំនួន like ទេលើកលែងតែមួយចំណុចមួយចំនួនដែលវាមិនទាន់អនុញ្ញាតឲ្យយើងចាក់បានឬក៏អាចឲ្យយើងដំឡើងបានចឹងចំពោះបងប្អូនដែលជួបបញ្ហាការចូលទៅកាន់ website មិនបានឬក៏ការចាក់ដំឡើងបានបងប្អូនក៏កុំភ្លេចតាមដានទស្សនាវីដេអូមួយនេះខ្ញុំនឹងបង្ហាញបងប្អូនច្បាស់តែម្ដងដើម្បីបងប្អូនអរគ្នាអាចធ្វើបាន 100% ហើយបងប្អូនអាចធ្វើការចាក់ដំឡើងមិនថា view មិនថា like ឬក៏ចំនួនបេះដូងគឺបងប្អូនអាចធ្វើបានណាតាមការបង្ហាញរបស់ខ្ញុំនេះចឹងមកឲ្យខាតពេលវេលាបងប្អូនយូរសម្រាប់បងប្អូនអរគ្នាបងប្អូនថ្មីណាដែលមិនទាន់បានចុច subscribe ជម្រាបរបស់ខ្ញុំទេបងប្អូនគិតថាវីដេអូរបស់ខ្ញុំល្អមានប្រយោជន៍សម្រាប់បងប្អូនកុំភ្លេចជួយចុច subscribe ចុចបើករូបកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីរបស់ខ្ញុំរាល់ការអាប់ឡូតរបស់ខ្ញុំមុនគេណាបាទចឹងមកឲ្យខាតពេលតោះខ្ញុំទៅប្រាប់បងប្អូនតែម្ដងដើម្បីធ្វើការចាក់ដំឡើង view ទៅលើ TikTok បានគឺចំណុចដំបូងបងប្អូនត្រូវចូលមកកាន់ TikTok របស់យើងណាបាទយើងចូលមកកាន់ TikTok ហាក់មកចាំមកឥឡូវខ្ញុំកំពុងតែនៅក្នុង TikTok ហើយបាទឥឡូវយើងនៅលើ TikTok ហើយតទៅទៀតបងប្អូនត្រូវចូលមកកន្លែងអូខេ profile របស់យើងផ្នែកខាងក្រោមនេះណាផ្នែកខាងក្រោមយើងចូលកន្លែង profile មកបាទដើម្បីបងប្អូនទៅធ្វើការ copy នៅ link វីដេអូដែលបងប្អូនចង់ចាក់ណាបាទចឹងឧទាហរណ៍ថាឥឡូវវីដេអូរបស់ខ្ញុំនេះមានត្រឹមតែអូខេ350ទេ350 view បាទចឹងខ្ញុំចង់ចាក់តឡើងទៅលើវីដេអូហ្នឹងចឹងចុចលើវីដេអូហ្នឹងមួយមកបាទចុចលើវីដេអូហ្នឹងហើយបាទបងប្អូនត្រូវចុចមកកន្លែងនេះណាកន្លែងសញ្ញាចុច3អូខេចុចមកកន្លែងសញ្ញាចុច3នេះមកបាទផ្នែកខាងក្រោមហ្នឹងបាទចុចទៅហ្នឹងមកដើម្បីយើងធ្វើការ copy នៅ link វីដេអូរបស់យើងយកធ្វើការចាក់ view បាទខ្ញុំចុចចូលកន្លែងចុច3បាទហើយបងប្អូនចូលកន្លែងនេះកន្លែង copy link នេះបាទយើង copy វាមួយមកបាទយើង copy ឥឡូវយើង copy នៅ link វីដេអូហើយមិនមានត្រឹមតែ350 view ទេណាឥឡូវខ្ញុំយកទៅចាក់បង្ហាញបងប្អូននេះ350 view បាទអញ្ចឹងខ្ញុំធ្វើការ copy link វីដេអូនឹងហើយដើម្បីខ្ញុំយកទៅចាក់អញ្ចឹងខ្ញុំថយណាបាទខ្ញុំថយមកហើយអូខេបងប្អូនត្រូវចូលមកកាន់ Google Chrome ឬក៏ browser ណាមួយទៅបាទយើងចុចចូល Chrome បាទបន្ទាប់ពីយើងចូលមកកាន់ Chrome ហើយបងប្អូនត្រូវចូលកន្លែង search ណាបាទយើងចូលទៅកាន់ search ដើម្បីយើងចូលទៅកាន់ website C4 ណាអូខេ set អូខេ c4.com បាទ c4 សំទោស c4.com បាទចុចចូល c4 យើងទៅហើយបងប្អូនចុច search ចូលទៅណា c4.com ហ្នឹងឯងយើងចុចចូល search ទៅដើម្បីយើងចូលទៅកាន់ website បាទអញ្ចឹងចំពោះការចូលបងប្អូនខ្លះគាត់អាចចូលបានទេដោយសារតែវាមានពាណិជ្ជកម្មណាអូខេឥឡូវចុចចូលទៅនេះមួយទៅយើងអាចចូលបានអត់អូខេអញ្ចឹងដោយសារតែខ្ញុំបានមើលពាណិជ្ជកម្មរបស់វារួចហើយអូខេអញ្ចឹងវាឲ្យខ្ញុំវាយបញ្ចូលអក្សរតែម្ដង P O U R បាទហើយយើងចុច search វាទៅបាទចុច search ចូលទៅអត់ពិបាកទេណាបងប្អូនសម្រាប់ការចាក់វាយើងគឺនៅតែចាក់បានធម្មតាទេអូខេអញ្ចឹងខ្ញុំបញ្ជាក់បន្ថែមទៀតដែរចំពោះរាល់វីដេអូរបស់ខ្ញុំមុនគឺខ្ញុំតែងតែបញ្ជាក់ថាចំពោះការចាក់ដូចជា follower ដោយសារតែវាអត់ទាន់អនុញ្ញាតក្នុងការចាក់ឲ្យយើងចឹងវាមានទម្រង់ពណ៌ក្រហមកម្មវិធីណាដែលមានទម្រង់អក្សរពណ៌ក្រហមបើថាកម្មវិធីនោះគឺយើងអាចចាក់តម្លើងបានទេអញ្ចឹងមានតែ2ទេដែលមិនអាចចាក់បានគឺទី1 live stream ទី2គឺ follower អញ្ចឹងយើងអាចចាក់តម្លើងបានទេណាបាទនៅក្នុងកម្មវិធី C4 នឹងឯងគឺយើងអាចចាក់បានទេអញ្ចឹងអ្វីដែលយើងអាចចាក់បាននេះគឺអក្សរពណ៌លឿងនេះដិតលឿងនេះគឺមាន heart បេះដូងហ្នឹងហើយ comment បាទ view share ហើយនឹង favorite ណាគឺឲ្យតែមានទម្រង់អក្សរពណ៌លឿងដិតចេះគឺយើងអាចចាក់បានណាឥឡូវបងប្អូនចង់ចាក់ទៅលើអីឥឡូវចាក់ទៅលើ view ចុះចឹងមិញខ្ញុំបាន copy វីដេអូរបស់ខ្ញុំរួចហើយខ្ញុំចូលកន្លែង view នេះកន្លែងសញ្ញាព្រួយនេះដើម្បីខ្ញុំចាក់ view ឡើងតែម្ដងបាទតទៅទៀតយើងយក link ដែលយើងបាន copy មិញហ្នឹងយកមកសកត់ផាសនៅទៅនេះឯងដើម្បីយើងផាសបញ្ចូលណាបាទ
យើងទៅកត់ឲ្យជាប់ហើយយើងចុចលើបេតាផានេះមកបាទហើយបងប្អូនចុច search នេះទៅដើម្បីយើងធ្វើការចាក់ view តែម្ដងចាក់ដំឡើងចំនួន view តែម្ដងអញ្ចឹងវាតម្រូវយើងធ្វើការរងចាំចំនួន2នាទីកន្លះហើយអញ្ចឹងបងប្អូនអ្វីដែលបងប្អូនត្រូវធ្វើគឺបងប្អូនទៅរងចាំឲ្យវាបញ្ចប់ក្នុងចំនួន2នាទីឬក៏3នាទីឬក៏5នាទីតាមអ្វីដែលវាតម្រូវណាអញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើគឺខ្ញុំត្រូវរងចាំឲ្យវាចប់ចំនួន2នាទីកន្លះនេះសិនដើម្បីអូខេក្នុងករណីដែលវាចប់ហើយខ្ញុំចង់ចាក់ទៅទៀតឬក៏បងប្អូនចង់ចាក់បន្ថែមទៀតបងប្អូនក៏ចុចទៅនេះទៅអញ្ចឹងខ្ញុំសូមធ្វើការរងចាំបន្តិចសិនណាបាទឥឡូវគឺវាបានបញ្ចប់ហើយជាមួយនឹងការចាក់ណាអញ្ចឹងក្នុងករណីដែលបងប្អូនចង់ចាក់បន្ថែមគឺបងប្អូនចុច search ទៅនេះទៅដើម្បីយើងចាក់ទៅឡើងបន្ថែមទៀតណាបាទអញ្ចឹងចុច submit មួយសិនណាអញ្ចឹងរៀងចុច search នេះដើម្បីយើងចាក់បន្ថែមទៀតតែម្ដងក៏បានដែរណាបាទអញ្ចឹងនេះវាមិញគឺបាន300មិញគឺវីដេអូរបស់យើងបានមានត្រឹមតែ350ទេណាអញ្ចឹងខ្ញុំចុចចាក់បន្ថែមទៀតយើងចុច search បន្ថែមទៀតទៅបាទអញ្ចឹងវានឹងធ្វើការដំណើរការចាក់បន្ថែមទៀតឲ្យយើងណាបាទបងប្អូនអាចធ្វើការចាក់ប្រមាណក៏បានដែរអាស្រ័យទៅលើបងប្អូនមានពេលវេលាសម្រាប់ការចាក់ណាបាទអញ្ចឹងចុចនេះមកបាទអញ្ចឹងមិញគឺវាបានចំនួន500 view ថែមទៀតហើយវាតម្រូវឲ្យយើងនឹងរងចាំតែសំទោសតែ1នាទីទេអញ្ចឹងខ្ញុំសូមធ្វើការរងចាំម្ដងទៀតដើម្បីឲ្យបានម្ដងទៀតដើម្បីបង្ហាញបងប្អូនឲ្យច្បាស់តែម្ដងណាបាទអញ្ចឹងខ្ញុំសូមរងចាំ1នាទីថែមទៀតបាទឥឡូវវាចិត្តធ្វើការបញ្ចប់ម្ដងទៀតហើយបាទអញ្ចឹងវាបញ្ចប់ហើយបាទអញ្ចឹងបងប្អូនឃើញវាទៅឡើងចំនួន view ឲ្យយើងរហូតអញ្ចឹងបងប្អូនចង់ចាក់បន្ថែមយើងចុច search បន្ថែមទៀតទៅដើម្បីឃើញវាឡើងបាន900ជាងបាទអញ្ចឹងដោយសារតែវីដេអូបង្ហាញខ្ញុំសូមធ្វើការចាក់ត្រឹមតែប៉ុណ្ណឹងទេខ្ញុំសូមធ្វើការឆែកចូលខ្ញុំសូមបញ្ចប់ការចាក់ប៉ុណ្ណឹងឯងខ្ញុំអត់ចាក់ច្រើនទៀតទេបាទអញ្ចឹងខ្ញុំចូលទៅកាន់ TikTok របស់ខ្ញុំដើម្បីខ្ញុំមើលការចាក់ហ្នឹងតែយើងបានប្រមាណ view ហើយមិញវាដាក់បាន900ជាងមុនដំបូងរបស់យើងរបស់ view របស់ខ្ញុំមានត្រឹមតែ350ទេឥឡូវខ្ញុំចូលទៅកាន់ profile របស់ខ្ញុំដើម្បីខ្ញុំធ្វើការបង្ហាញបងប្អូនឲ្យច្បាស់តែម្ដងបាទចូលកន្លែង profile បាទតទៅទៀតខ្ញុំទៅមើលវីដេអូដែលខ្ញុំបានចាក់ឡើងមិញហ្នឹងមុនដំបូងគឺវាមានត្រឹមតែ350ទេអូខេយើង refresh វាមួយមកនេះបងប្អូនឃើញទេវាឡើងបានជិត 1k ហ្នឹងដោយសារតែខ្ញុំចាក់ត្រឹម2ដងបើមិនជាក្នុងករណីខ្ញុំចាក់បន្ថែមទៀតឬបងប្អូនចាក់ច្រើនជាងហ្នឹងមានពេលវេលាចាំគឺបងប្អូននឹងទទួលបានច្រើន view ជាងហ្នឹងបាទអញ្ចឹងមានប៉ុណ្ណឹងទេសម្រាប់ការចែកម្លែកនេះអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាជួបខ្ញុំវីដេអូបន្ទាប់